ก็บาลีจิตทันซัวกราวเมฆดอสระตระกาได้เนเตโชเหมือนกัวเมอรำลงยังหอยแน่ตือเอาบานมาดองประเทศอินโดนีเซียคือเจียประชุมกอดดาวทมวยในเลือปิภพโลกได้มีกอสรบจรานเชียงมวยเมินปรำปีปอนกอយ៉ាងណាមិញនៅក្នុងចំណោមកោះរាប់ម៉ឺននោះកោះបាលីគឺជាកោះដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដែលគេនឹងជាដួងព្រលឹងនៃវិស័យទេសចរណ៍ឥណ្ឌូនេស៊ីដែលភាពល្បីល្បាញនេះមិនមែនមានត្រឹមតែសម្បកក្រៅនោះទេប៉ុន្តែវាស្ដែងចេញពីឧត្តមភាពនៃវប្បធម៌ធម្មជាតិនិងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅជាកោះដែលធ្លាប់ទទួលបានពានរង្វាន់ជាកោះល្អបំផុតនៅលើពិភពលោកពីទស្សនាវដ្តីដ៏ល្បីល្បាញ Travel and Leisure Magazine កោះបាលីបានក្លាយទៅជាកោះដែលទាក់ទាញនឹងយកបេះដូងភ្ញៀវទេសចរពីគ្រប់ទិសទីឲ្យមកទស្សនាកំសាន្តឥតដាច់ដោយសារតែឆ្នេរខ្សាច់សក្បុសគ្មានគូប្រៀបអាកាសធាតុអំណោយផលនិងការរស់រាយរាក់ទាក់នៃប្រជាជននៅក្នុងស្រុកដែលធ្វើឲ្យទីនេះក្លាយទៅជាជម្រើសដំបូងគេសម្រាប់ដំណើរកំសាន្តបន្ទាប់របស់លោកអ្នកបាននិយាយពីផ្នែកភូមិសាស្ត្រវិញកោះបាលីមានទីតាំងស្ថិតនៅចម្ងាយប្រមាណ 3.2 គីឡូម៉ែត្រខាងកើតកោះជ្វាកោះនេះគឺមានប្រវែង153គីឡូម៉ែត្រពីកើតទៅលិចនិង112គីឡូម៉ែត្រពីជើងទៅត្បូងដោយមានផ្ទៃដីសរុបប្រមាណ 5632 គីឡូម៉ែត្រការ៉េលក្ខណៈពិសេសនៃឆ្នេរសមុទ្រនៅទីនេះគឺត្រូវបានបែងចែកជាពីរពណ៌ខុសប្លែកគ្នាដោយឆ្នេរនៅប៉ែកខាងត្បូងប្រកបដោយខ្សាច់ពណ៌សក្បុសនិងសម្បូរទៅដោយផ្កាថ្មដ៏ស្រស់ស្អាតរីឯឆ្នេរនៅប៉ែកខាងជើងនិងខាងលិចវិញគ្របដណ្ដប់ទៅដោយខ្សាច់ពណ៌ខ្មៅដែលកើតចេញពីកំអែបភ្នំភ្លើងធម្មជាតិយោងតាមទិន្នន័យប្រជាសាស្ត្របានឲ្យដឹងថាកោះបាលីគឺមានប្រជាជនរស់នៅប្រមាណជា 4 លាននាក់ដែលភាគច្រើនលើសលប់រហូតទៅដល់ 93.18% គឺជាអ្នកជំនឿសាសនាហិណ្ឌូគណៈសាសនាអ៊ីស្លាមមាន 4.79% សាសនាគ្រិស្តមាន 1.38% និងសាសនាព្រះពុទ្ធមាន 0.64% ភាពចម្រុះនៃសាសនានេះគឺបានបង្កើតទៅជាវប្បធម៌ដ៏រឹងមាំដែលស្ដែងចេញតាមរយៈទម្រង់សិល្បៈគំរូការឆ្លាក់រូបពីថ្មនិងឈើព្រមទាំងរបាំបុរាណល្បីៗដូចជារបាំ Pendant, Lingon, Paris, Chopin, Barong និងរបាំស្វាដែលឆ្លុះបញ្ចាំងពីតថភាពនិងរឿងរ៉ាវនៃព្រះឥណ្ឌូដូចជារឿងរាមាយណៈជាដើមនេះបើយោងតាម Double Travel and Tour កោះបាលីគឺមានភាពល្បីល្បាញដោយសារវាមានទម្រង់នៃសិល្បៈផ្សេងៗគ្នាដូចជាគំនូរការឆ្លាក់រូបពីថ្មការឆ្លាក់រូបពីឈើនិងការសម្ដែងសិល្បៈនានាជាដើមរបាំនៃកោះបាលីគឺឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់ព្រះហិណ្ឌូដូចជារាមាយណៈរបាំដែលល្បីៗនៅលើកោះនេះគឺមានដូចជា Pendant, Ligon, Paris, Chopin, Barong និងរបាំស្វាជាដើមបាននិយាយពីកន្លែងកម្សាន្តល្បីៗដែលមិនអាចរំលងបាននោះគឺមានដូចជាវាលស្រែយូបឺតគឺជាកន្លែងកសិកម្មដ៏មានអំណោយផលរបស់កោះនេះក្រៅពីវាលស្រែគួរឲ្យចង់គយគន់វាក៏ជាកន្លែងសម្បូរទៅដោយសារមន្ទីរសំខាន់ៗរួមមានNika Art Museum ប្រមូលផ្ដុំដោយគំនូរថ្លៃៗរបស់កោះបាលីជាដើមវិហារហិណ្ឌូតាណាឡុតស្ថិតនៅលើថ្មធំមួយតាណាឡុតជាវិហារឥណ្ឌូល្បីបំផុតនៅលើកោះបាលីវិហារនេះគឺជាផ្នែកមួយនៃទេវកថារបស់កោះបាលីអស់ជាច្រើនសតវត្សមកហើយប៉ុន្តែលើនេះវាជាកន្លែងពេញនិយមនិងស្អាតបំផុតជាពិសេសនៅពេលដែលព្រះអាទិត្យជិតលិចទីក្រុងស៊ីមីនយ៉ាគឺជាទីក្រុងតូចមួយនៅភាគខាងត្បូងឈៀងខាងលិចឈូងសមុទ្រកោះបាលីស៊ីមីនយ៉ាគឺជាកន្លែងលំហែកាយដ៏អស្ចារ្យរបស់កោះនេះមិនតែប៉ុណ្ណោះទីក្រុងនេះក៏មានហាងលក់ទំនិញភោជនីយដ្ឋានលំដាប់ផ្កាយ5និងសណ្ឋាគារល្អប្រណិតផងដែរប្រាសាទពូរ៉ាប៊ីសាគីតមានទីតាំងនៅលើជម្រាលភ្នំ Gunung Agungប្រាសាទពូរ៉ាប៊ីសាគីត្រូវគេចាត់ទុកជាកន្លែងសក្ការៈបូជាសុំសេចក្តីសុខសំខាន់បំផុតឈ្មោះប្រាសាទត្រូវបានគេដាក់ក្រោយពេលគេជឿថាមានស្ដេចនាគរស់នៅក្នុងភ្នំនេះឆ្នេរសមុទ្រគូតាក្រៅពីជាកន្លែងនេសាទត្រីដ៏ស្ងប់ស្ងាត់ឆ្នេរគូតាក៏បានក្លាយជាកន្លែងដែលជិះទូកក្ដោងល្បីល្បាញបំផុតនៅក្នុងឆ្នាំ 1970 ចាប់តាំងពីពេលនោះមកគូតាក៏បានក្លាយទៅជាកន្លែងឈប់សម្រាកលំហែកាយដ៏ល្អសម្រាប់អ្នកទេសចរជុំវិញពិភពលោកសម្រាប់មធ្យោបាយធ្វើដំណើរទៅដល់កោះបាលីនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានភាពងាយស្រួលជាខ្លាំងខណៈមានការហោះហើរត្រង់ផ្ទាល់តែម្ដងទៅកោះបាលីមកពីជុំវិញពិភពលោក
តួយ៉ាងហោះហើរត្រង់ពីទីក្រុងចាកាតាមកកោះបាលីចំណាយពេលត្រឹមតែ1ម៉ោងកន្លះតែប៉ុណ្ណោះខណៈពីសិង្ហបុរីឬពីទីក្រុងភូតប្រទេសអូស្ត្រាលីមកកោះបាលីចំណាយពេលចន្លោះពី2ម៉ោងកន្លះទៅ3ម៉ោងពីហុងកុងមកកោះបាលី4ម៉ោងកន្លះនិងពីទីក្រុងស៊ីដនីឬទីក្រុងមែលប៊នមកកោះបាលីត្រូវចំណាយពេលចន្លោះពី5ម៉ោងកន្លះទៅ6ម៉ោងតាមរយៈជើងហោះហើរនៅក្នុងស្រុងក៏ដូចជាជើងហោះហើរអន្តរជាតិជាដើមក៏ប៉ុន្តែអ្វីដែលលោកអ្នកត្រូវធានាឲ្យបាននោះគឺលោកអ្នកត្រូវទិញសំបុត្រយន្តហោះទៅកាន់ទីក្រុង Denpasar ជំនួសគោលដៅកោះបាលីពីព្រោះថា Denpasar គឺជាទីក្រុងប្រចាំកោះបាលីផ្ទាល់តែម្ដងនៅក្នុងនោះគឺមានអាកាសយានដ្ឋានអន្តរជាតិមានឈ្មោះថា Ngurah Rai International Airport ច្រើនជាងការធ្វើដំណើរតាមអាកាសមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៅកាន់កោះបាលីក៏ទទួលបានប្រជាប្រិយភាពដូចគ្នាដែរ